សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនឹងមកនិយាយតាក់ទងជាមួយនឹង Linux ដែលយើងប្រើ command pipe អញ្ចឹងកុំឲ្យខាតពេលយូរយើងអាចធ្វើការធ្វើទៅតាម requirement របស់យើងទាំង3នេះអញ្ចឹងពួកយើងថ្ងៃហ្នឹងគឺយើងមាន3ទី1យើង show username list and text 3 line ហើយនឹង create file write many line អញ្ចឹងកុំឲ្យខាតពេលយើងចូលទៅក្នុងការសរសេរ command មកទៅអញ្ចឹងcommand ទី1ដែលយើងត្រូវសរសេរនោះគឺតាក់ទងជាមួយនឹងយើងនឹង Open SSH យើង connect វាពី Power Shell យើងខាងក្រៅ connect ទៅកាន់ Linux របស់យើងអញ្ចឹងយើងអាចវាយទៅហើយនេះយើងវាយ password យើងអញ្ចឹងយើងចូលមកដល់ខាងក្នុងនេះហើយគឺយើងអាចធ្វើការ comment បានជាងយើងអត់ត្រូវការ comment នេះទេអញ្ចឹង comment ទី1ដែលយើងនឹងសរសេរនេះគឺ show username អញ្ចឹងដើម្បី show username យើងអាចវាយពាក្យ who am I username របស់ខ្ញុំអឺកំណត់បន្តគឺយើង list hey នឹងបង្ហាយើង list អឺ ls.lx អញ្ចឹង list ទាំងអស់នេះគឺ list item ដែលយើងបាន list ចេញមកអញ្ចឹងហើយយើងនឹងចង់ list វាតែយើងយកតែ3data ដែលយើងចង់យកទេអញ្ចឹងយើងអាចធ្វើការ list ដូចគ្នាយើងដាក់ ls.lx យើងបើកតំណាងមកហើយយើងវាយពាក្យ head ដក3ចឹងយើងអត់ដក clear ទេកែនេះបើយើងដក clear វានឹងចេញទាំងអស់អញ្ចឹងដើម្បីសរសេរយក header 3បានគឺយើងអាចធ្វើការវាយពាក្យ ls ដក lx បើកតំណាង head ដក3អញ្ចឹងវានឹង grab ទៅកាន់3 data 3 line ដែលយើងចង់បានអញ្ចឹងវា1 2 3អញ្ចឹងយើងអាចរាប់ហ្នឹងនេះ1 2 3ដូចគ្នាហើយមួយទៀតបើសិនជាយើងចង់រាប់ទាញ line មកហើយយើងចង់បង្ហាញ number ដែលយើងអាចវាយពាក្យ ls ដក lx បើកតំណាងដាក់ nl បើកតំណាងហើយវាយពាក្យhead ដក3អញ្ចឹងវាចេញ number ឲ្យយើងឃើញទេវារាប់ number 1 2 3ហើយមួយទៀតបើសិនជាយើងចង់ទាញពីក្រោមមកវិញដូចគ្នាយើងគ្រាន់តែលុបចេញវាយពាក្យ tail ដក3អញ្ចឹងយើងអាចបង្ហាញ3ពីក្រោមឡើងមកលើវិញណាអញ្ចឹងជា clear command យើងអាចចូលទៅកាន់ខាងបន្ទាប់គឺការ create file ហើយយើងដាក់យើងបង្កើត line ច្រើននៅក្នុង file ហ្នឹងណាហើយយើងអាចធ្វើការ grab វាបានអញ្ចឹងទីមួយគឺយើងអាចធ្វើការcommand cd ទៅ cd មួយ cd ទៅកាន់ home អត់នេះវាចូល home ហើយចេញវាយទៀតdesktop desktop វាយអត់តន់ត្រូវខ្ញុំអត់បង្កើតថាវា desktop នឹងចឹងមិនចាំតិចខ្ញុំសុំមើល comment ក្នុងបន្តិចដោយសារនៅក្នុងនេះគឺយើងអាចធ្វើការមើលបានអញ្ចឹងយើងចូលទៅកាន់ user របស់យើងសិនអូខេអញ្ចឹងយើងចូលកាន់ desktop អឺហើយយើងអាចធ្វើការបង្កើត file KDL អឺអាចដាក់ពាក្យ test ទៅ folder test ខ្ញុំវាយKDL test ចឹងវានឹងចេញ folder test មួយហើយយើងអាចចូលទៅកាន់ test ហ្នឹងទៅយើងអាចវាយnano ដើម្បីបង្កើត text file ណាយើងអាចវាយពាក្យថាបើដាក់ឈ្មោះខ្ញុំមកទៅដាក់ txt ចឹងនៅក្នុងហ្នឹងគឺយើងនឹងចង់តាក់ទងជាមួយនឹងយើងអាចឧទាហរណ៍ថាយើងអាចដាក់ number 1 2ចុះតមួយ number 2 number 3 number 4 number 5អូខេហើយយើង save ហើយយើងចេញមកវិញមកអញ្ចឹងនៅខាងក្នុងហ្នឹងវានឹងមានតាក់ទងជាមួយនឹងអក្សរច្រើនដែរហ្នឹងមាន6 15អញ្ចឹងណាអញ្ចឹងយើងចង់បង្ហាញយើងចង់ទាញយក
អក្សរដែលនៅខាងក្នុងនឹងចំនួន3ដែលយើងទាញយកមិនអញ្ចឹងបើសិនជាយើងចង់ទាញយកយើងអាចប្រើពាក្យថា cat ហើយយើងអាចវាយមិញខ្ញុំដាក់ឈ្មោះ Sally txt ហើយយើងអាចធ្វើការអឺ grab វាចេញមកទីមួយយើង grab វាតកតងជាមួយនឹងអក្សរទាំងអស់ណាអក្សរ specific អក្សរជាយើងអាចឧទាហរណ៍ថាមិញយើងមាន number 1 នៅ number 5ទេចឹងយើងអាចវាយពាក្យ number សិនអញ្ចឹងតកតងជាមួយ number យើងអាចដាក់មើលថាវាចេញអត់ចាំបន្តិចអឺដូចជាអត់ត្រូវមើលសិន Silly.txt អូខេ Silly.txt number មិញខ្ញុំដាក់អក្សរធំឬអក្សរតូចអូខ្ញុំដាក់អក្សរធំអូខេជាងវាយម្ដងទៀតមក.txt សេចខុស t grab number អញ្ចឹងដោយសារតែយើងវាប្រកាន់អក្សរណាយើងដំបូងយើងដាក់អក្សរ n តូចហើយយើងដាក់អក្សរ n ធំអញ្ចឹងវានឹង grab ទៅតាក់ទងជាមួយនឹង number ដែលវាមាននៅខាងក្នុងហ្នឹងមកអញ្ចឹងក្នុងនេះគឺមាន number ចំនួន5អញ្ចឹងមួយទៀតយើងអាចធ្វើការទាញយក specific អក្សរឬមួយក៏យើងអាចធ្វើការទាញយក header ក៏បានដែរអញ្ចឹងយើងអាច packet silly.txt grab យើងអាចដាក់រាប់អក្សរដែរ grab ដាក់អឺមួយទៀតយើងអាច grab លេខ4អញ្ចឹងវានឹងទាញយកតកតងជាមួយណា number លេខ4អា specific ហ្នឹងណាមួយទៀតយើងអាចធ្វើការវាយតកតងជាមួយនឹង hash 13អញ្ចឹងនឹងវានឹងមកទាញយក3អក្សរដែលនៅខាងលើយើងអាចទាញយកខាងក្រោមក៏បានដែរយើងអាចប្រើ tail 13ឬ12ចឹងវានឹងទាញលេខ4លេខ5ដែរវារាប់ពីខាងក្រោមមកលើវិញណាអាហ្នឹងចឹងពាក់ព័ន្ធជាមួយនឹង comment pipe គឺមានតែប៉ុណ្្នឹងទេចុងក្រោយអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់វីដេអូនេះ